ឥឡូវនេះពួកយើងកំពុងជាប់គាំងនៅលើក្បូនមួយកណ្ដាលមហាសមុទ្រទូករបស់យើងក៏កំពុងចាក់ឆ្ងាយទៅពួកយើងត្រូវជាប់នៅទីនេះរយៈពេល7ថ្ងៃនៅសល់ប្រហែលថ្ងៃទៀត7ថ្ងៃអូក្បូននេះស្ថិតនៅឆ្ងាយពីទីប្រជុំជនដែលនៅជិតបំផុតរាប់ពាន់គីឡូម៉ែត្រហើយមិនថាពួកយើងចង់ឬមិនចង់ក៏ដោយខ្ញុំនិងមិត្តភក្តិ4នាក់ទៀតត្រូវរស់នៅលើក្បូននេះហើយវាមិនមែនជារឿងងាយស្រួលទេពិតជាលំបាកខ្លាំងណាស់វាមិនព្រមឈប់សោះឥឡូវនេះពួកយើងគ្រប់គ្នាស្ថិតក្នុងស្ថានភាពដ៏លំបាកបំផុតការប្រកួតប្រជែងនេះពីដំបូងធ្លាប់តែសប្បាយតែឥឡូវបានខ្លាយជាសម្បត្តិអាក្រក់ហើយវាកើតឡើងយ៉ាងលឿនបងមើលចុះទូកទៅឆ្ងាយប៉ុណ្ណាខ្ញុំស្ទើរតែមើលវាមិនឃើញទៀតហើយដូច្នេះជំហានទី1បើយើងមិនរកប្រឡប់ទេស្បែកយើងនឹងត្រូវកម្ដៅថ្ងៃឆេះជាមិនខានហើយខ្ញុំបានឲ្យអ្នកជំនាញផ្នែករស់រានមានជីវិតរៀបចំឈើខ្សែពួរនិងសម្ភារៈគ្រប់យ៉ាងសម្រាប់ក្បូននេះយើងត្រូវសាងសង់ជម្រកមួយសម្រាប់ខ្លួនបងប្អូនអើយត្រូវចាប់ផ្ដើមហើយពន្លឺថ្ងៃជិតអស់ហើយខ្ញុំធ្វើបានអូយម្រាមដៃខ្ញុំឥឡូវយើងត្រូវដាក់វាឲ្យមានរាងដូចតង់បែបកូនជនជាតិដើមយើងពិតជាជ្រើសថ្ងៃអាក្រក់បំផុតដើម្បីចាប់ដើមដោយដែលអ្នកឃើញតាមប្រព័ន្ធវាមើលទៅដូចជាជុះចិត្តមកដល់ហើយដូច្នេះរឿងដំបូងដែលយើងត្រូវធ្វើគឺសង់រចនាសម្ព័ន្ធមួយដើម្បីការពារពួកយើងម្យ៉ាងទៀតដោយសារតែពួកយើងត្រូវរស់នៅលើក្តារឈើនេះរយៈពេល7ថ្ងៃយើងត្រូវការកន្លែងលាក់ពីកម្ដៅថ្ងៃដើម្បីកុំឲ្យស្បែកឆេះដូច្នេះធ្វើម្ដងបានពីប្រយោជន៍និយាយពីបាក់សីខណៈពេលដែលពួកយើងកំពុងសាងសង់រឿងនេះក៏បានកើតឡើងបាក់សីមួយបាក់សីវាកំពុងហោះមករកយើងហើយអូព្រះអើយបាក់សីមួយ yes នេះពិតជាឈួតមែនយើងគួរតែដើរវាឆ្លងអ្វី Brian បើឯងទៅចាប់ត្រីខ្លះមកវិញបានទេខ្ញុំដឹងហើយវាកំពុងមើលខ្ញុំវាយល់អ្វីដែលខ្ញុំនិយាយ Jimmy គ្រាន់តែបញ្ជាមកទុកកំបិតចុះសិនបានខ្ញុំនឹងទុកកំបិតហើយពូថៅផងដែរ Brian នោះគ្រាន់តែជាការលេងសើចរឿងបាក់សីសិនទៅយើងត្រូវសាងសង់ជម្រកយើងកំពុងបង្កើតមិត្តថ្មីខណៈដែល Brian កំពុងមើលពួកយើងបានបន្តសាងសង់ជម្រកដំបូងរបស់យើងពេញមួយថ្ងៃលើកលែងតែមិត្តរបស់ខ្ញុំ Tarek ដែលចំណាយពេលពេញមួយថ្ងៃថតរូបនិងវីដេអូ drone ហើយខ្ញុំក៏មិនខឹងគាត់ដែរនៅក្នុងប្រអប់នេះគឺជាអាហារសម្រាប់ពួកយើងទាំង5នាក់សម្រាប់រយៈពេល7ថ្ងៃខាងមុខអូបើអើយហើយនៅក្នុងធុងទាំងពីរនេះគឺជាទឹកទាំងអស់ដែលពួកយើងទាំង5នាក់ត្រូវប្រើរសជាតិវាយ៉ាងម៉េចក្តៅខ្លាំងណាស់យើងចិត្តដាច់ខាតមានដីនៅក្នុងកែវខ្ញុំទៀតមេឃកំពុងងងឹតហើយប្រអប់នោះសរសេរថាសង្ឃឹមថាអ្នកជំនាញរស់រានមានជីវិតបានផ្ដល់អ្វីដែលទន់ស្រួលឲ្យយើងហេតុអ្វីវាសើមអីចឹងរបស់នៅលើទូកវាតែងតែសើមអីចឹងហើយខ្ញុំត្រៀមចូលគេងហើយខ្ញុំចង់គេងណាស់នេះគឺជាយប់ទី1ហើយ Brian កំពុងតែអង្គុយនេះពិតជាវេទនាណាស់នេះគឺជាការការពារតែមួយគត់ដែលយើងមានខ្ញុំមិននឹកស្មានថាខ្ញុំកំពុងចោះឈ្មោះចូលរួមរឿងបែបនេះទេក្តៅខ្លាំងណាស់ក្បូននេះយល់ទៅយល់មកមិនឈប់ហើយខ្ញុំមានអារម្មណ៍ថាចង់ក្អួតខ្ញុំក៏នៅជុំវិញមនុស្សដែលញើសជប់ពេញខ្លួនមួយក្រុមថ្ងៃដំបូងអ្នកទាំងអស់គ្នាក្លិនខ្លាំងបែបនេះទៅហើយចុះដល់ថ្ងៃទី7អ្នកទាំងអស់គ្នានឹងមានក្លិនបែបណាទៅអូព្រះអើយយប់ដំបូងរបស់ពួកយើងពិតជាលំបាកខ្លាំងណាស់ការគេងគឺស្ទើរតែមិនអាចទៅរួចរលកសមុទ្រទាំងនេះធ្វើឲ្យខ្ញុំវេទនាខ្លាំងហើយអ្វីដែលកាន់តែអាក្រក់ទៅទៀតមិត្តល្អបំផុតរបស់យើង Brian បានហោះចាក់យើងនៅ Brian ទោះជាយ៉ាងណាក៏ដោយគោលដៅរបស់យើងថ្ងៃនេះគឺសាងសង់ជម្រកអចិន្ត្រៃយ៍ដែលអាចការពារភ្លៀងហើយយើងអាចប្រែក្លាយវាឲ្យទៅជាកន្លែងរស់នៅបានដោយរបៀបណាប្រកបណាស់មានអ្វីមួយនៅទីនេះដែលអាចប្រើបានសំណាងល្អខ្ញុំបានឲ្យគេដាក់ឈើជាច្រើននៅលើក្បូនដើម្បីឲ្យយើងអាចសង់ផ្ទះមួយបានខ្ញុំក៏មិនសូវដឹងដែរប៉ុន្តែពួកគេនិយាយថាឈើទាំងនេះគ្រប់គ្រាន់សម្រាប់សង់ផ្ទះប៉ុន្តែចម្លែកណាស់ភ្លាមពេលយើងចាប់ផ្ដើមផ្ទៀងហើយបងវា Jimmy យកខ្នើយត្រីឆ្លាមរបស់ខ្ញុំមកនេះពិតជាវេទនាណាស់ស្ថានភាពមិនល្អទេអូព្រះហើយ Nolan ឯងធ្វើខុសហើយស្ដាប់ឲ្យច្បាស់សិនហេតុអ្វីឯងស្រែកច្រើនម្លេះព្រោះឯងមិនស្ដាប់ខ្ញុំចង់វាយ Nolan ណាស់វាគ្រាន់តែចម្រៀងទេបិទមាត់ទៅយ៉ាងហោចណាស់យើងមិនចាំបាច់ងូតទឹកមែនហើយអាក្រក់ខ្លាំងណាស់ហើយនៅសល់ជាង6ថ្ងៃទៀតតើយើងទៅបត់ជើងធំនៅឯណាយើងត្រូវសង់បង្គន់យើងត្រូវសង់គ្រប់យ៉ាងត្រូវសង់បង្គន់សង់ជម្រកសង់កន្លែងបង្កាត់ភ្លើងគ្រប់យ៉ាងពេលភ្លៀងឈប់ភ្លាមពួកយើងត្រូវចាប់ផ្ដើមសង់របស់ចាំបាច់សម្រាប់ការរស់រានមានជីវិតទាំងអស់ដោយចាប់ផ្ដើមពីជម្រកសិនរុះរើរបស់ចាស់ចោលដើម្បីសង់របស់ថ្មីឲ្យល្អជាងមុនសម្រាប់5នាទីសម្រាប់ Chris ខ្ញុំក៏ចង់សម្រាប់ដែរខ្ញុំឈឺសមុទ្រណាស់ខ្ញុំអស់កម្លាំងហើយឯងជួយលើកវាផងខ្ញុំលែងលើករួចហើយខ្ញុំមានអារម្មណ៍ថាឯងកំពុងធ្វើការទាំងអស់ខណៈពេលដែលមនុស្ស2នាក់ទៀតដេកលេងស្រួលខ្ញុំវេទនាណាស់យើងសង់បានជញ្ជាំងមួយហើយមែនសង់បានមួយជញ្ជាំងដោយគ្នាយើងទាំងអស់ទោះបីជាឈឺសមុទ្រក៏ដោយបើយើងចង់បញ្ចប់វាយើងទាំងអស់គ្នាត្រូវជួយគ្នាមករុញទៅមុខនឹងហើយទៅតើត្រូវការ YouTuber ប្រមាណអ្នកទើបអាចសង់រចនាសម្ព័ន្ធតូចមួយបានចាំមើលនោះជាត្រីបាឡែនមែនទេអ្នកគិតថាវាជាត្រីបាឡែនឈួតណាស់អូប្រើយមិនគួរឲ្យជឿទេពិតជាមានត្រីបាឡែនមែនបទពិសោធន៍នេះកាន់តែអស្ចារ្យទៅបិសាមានចម្រោកមានទឹកហើយមិននៅចិត្ត Nolan ខ្ញុំនឹងមិនមើលរំលងរឿងទាំងនេះទៀតឡើយបន្ត
លៀងធ្លាក់តិចតួចនៅម៉ោង 4 ព្រឹកតែនេះហើយជារឿងល្អខ្ញុំមិនដឹងផងថាវាភ្លៀងនោះគឺជាការគេងដ៏ល្អបំផុតខ្ញុំធ្លាប់បានគេងខ្ញុំបានគេងពេញមួយយប់ជាលើកដំបូងឥឡូវនេះខ្ញុំស្ទើរតែបើកភ្នែកមិនរួចខ្ញុំអាចនិយាយបានថានេះគឺជាការប្រកួតប្រជែងដ៏លំបាកបំផុតដែលពួកយើងធ្លាប់ធ្វើការបន្ថែម5ថ្ងៃទៀតបន្ទាប់ពីការប្រកួត50ម៉ោងពិតជាធ្វើឲ្យវាកាន់តែលំបាកការដែលពួកយើងកំពុងរសាត់អណ្ដែតនៅកណ្ដាលសមុទ្រលើកំណាត់ឈើដ៏ធំមួយនេះពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់ហើយខណៈពេលដែលវាហាក់ដូចជាភ្លៀងបានឈប់ហើយពួកយើងក៏បានជួបឧបសគ្គថ្មីមួយទៀត2យប់មុនពួកយើងញ័រដោយសារតែត្រជាក់ខ្លាំងតែឥឡូវនេះបែរជាក្តៅសន្ធោសន្ធើវិញក្តៅខ្លាំងមិនគួរឲ្យជឿខ្ញុំជិតលោតចូលទឹកហើយព្រោះក្តៅពេកពួកយើងនឹងទៅហែលទឹកខ្ញុំសង្ឃឹមថា Nolan ចេះហែលទឹកខណៈពេលដែលពួកគេរកវិធីត្រជាក់ខ្លួនតាមរបៀបរបស់ពួកគេពួកយើងក៏មានវិធីរបស់យើងដែរអូយខ្ញុំថាខ្យល់ត្រជាក់ខ្ញុំមានអារម្មណ៍អស្ចារ្យណាស់ខ្យល់អូយខ្ញុំទៅចំហួយសមុទ្រតិចហើយហេតុអ្វីសមុទ្រស្អប់ពួកយើងម្ល៉េះខ្ញុំដឹងហើយថាការមិនចុះហែលទឹកគឺជាគំនិតដ៏ល្អឯងមិនអីទេឬអូយជាខ្ញុំរកឃើញកន្លែងត្រជាក់បំផុតហើយមែនហើយអូទេបើខ្ញុំមានស្នាមហើមតិចនិងស្នាមក្រហមមួយចំនួនស្ទើរតែពេញមួយថ្ងៃអាកាសធាតុក្តៅខ្លាំងណាស់រហូតដល់ពួកយើងមិនអាចដើរលើកម្រាលក្បូនបានបើខ្ញុំក្តៅណាស់ខ្ញុំមិនចង់រស់ទៀតទេខ្ញុំក្តៅពេកហើយក្តៅខ្លាំងណាស់ប៉ុន្តែពេលថ្ងៃលិចពួកយើងចាប់ផ្ដើមមានសង្ឃឹមថានឹងឈានដល់នៅសល់តិចជាង24ម៉ោងទៀតប៉ុណ្ណោះមុនការប្រកួតបញ្ចប់នេះពិតជាវីដេអូប្រកួតប្រជែងដែលលំបាកបំផុតនិយាយតាមត្រង់ទៅបទពិសោធន៍ទាំងមូលនេះបានធ្វើឲ្យខ្ញុំចេះដឹងគុណចំពោះរឿងជាច្រើនក្នុងជីវិតខ្ញុំនឹកអាហារណាស់នឹកបង្គន់ដែលអាចប្រើការបានខ្ញុំមិនចង់បត់ជើងធំក្នុងធំទៀតទេខ្ញុំគិតថាយើងគួរអបអរសាទរដែលអាចមកដល់ដំណាក់កាលនេះបានជាមួយសូកូឡា Feastables មួយដុំ Yes មានលក់នៅគ្រប់ហាង Walmart និង T11 នេះគឺឆ្នាំ2023ហើយបើអ្នកនៅតែទិញ Hershey វាហាក់ដូចជាហួសសម័យបន្តិចហើយ Hershey អូ Jimmy ឯងធ្វើបាក់កៅអីដោយរបៀបណាកំពុងកើតអ្វីឡើងនឹង Jimmy ខ្ញុំចាប់ផ្ដើមគិតថាឯងញ៉ាំអាហារអស់ទាំងអស់ហើយខ្ញុំគិតថាខ្ញុំនឹងបន្តថត time lapse ជាមួយកៅអីបាក់មួយនេះចុះនេះជាយប់ចុងក្រោយដែលពួកយើងគេងជាមួយគ្នាអូខ្ញុំសប្បាយចិត្តណាស់ដែលអាចគេងម្នាក់ឯងបានវិញខ្ញុំនឹងនឹកការគេងក្បែរឯង 100% ខ្ញុំមិនចង់គេងក្បែរបរិះណាផ្សេងទៀតទេហើយនិយាយដល់ត្រឹមនេះខ្ញុំទៅគេងហើយបន្ទាប់ពីបានគេងយ៉ាងស្កប់ស្កល់យើងក៏បានជួបមុខដែលធ្លាប់ស្គាល់មួយ Brian បាននាំគ្រួសាររបស់គេមកលាពួកយើងនៅថ្ងៃចុងក្រោយអរគុណណាស់ Brian វាមានន័យខ្លាំងសម្រាប់ពួកយើងស្ទើរតែដូចជាពួកយើងជាគ្រួសាររបស់ Brian អ៊ីចឹងមែនហើយគេបានជួយការពារពួកយើងនៅយប់ដែលពួកយើងមានជំរប់តិចបំផុតប្រហែលជាវាគ្រាន់តែជាបក្សីតូចមួយដែលមិនសូវឆ្លាតបិទ Nolan ខ្ញុំក៏សង្ឃឹមអ៊ីចឹងដែរនេះពិតជារំជួលចិត្តណាស់អ្វីទាំងអស់ហាក់ដូចជាវិលត្រឡប់មកកន្លែងដើមវិញពួកយើងមានអនុស្សាវរីយ៍ឈ្គួតជាច្រើនមែនហើយតែខ្ញុំគិតថាអនុស្សាវរីយ៍ល្អបំផុតរបស់ខ្ញុំគឺការចាក់ចេញពីទីនេះពួកយើងបានចំណាយពេលជាង150ម៉ោងនៅលើកំណាត់ឈើអណ្ដែតទឹកនេះហើយទោះបីជាវាជារឿងលំបាកបំផុតដែលខ្ញុំធ្លាប់ធ្វើក៏ដោយខ្ញុំនិងមិត្តភក្តិក៏នៅតែមានពេលវេលាល្អៗជាមួយគ្នាទូកនៅឯណាទូកនឹងហើយទីបំផុតទីបញ្ចប់ក៏ស្ថិតនៅចំពោះមុខទូកមកហើយជូនដំណឹងទៅទូកអំពីទីតាំងរបស់យើងកំពុងផ្ដល់សញ្ញាទៅទូកហេតុអ្វីវាធ្វើដំណើរយឺតខ្លាំងម្ល៉េះអូព្រះអើយខ្ញុំនឹងចុះពីក្បូននេះហើយមនុស្ស 10,000 នាក់ដំបូងដែលចូលទៅកាន់កម្មវិធី shop នឹងទទួលបាន Feastables មួយប្រអប់ដោយឥតគិតថ្លៃសូមចុចតំណភ្ជាប់នៅក្នុងការពិពណ៌នាដើម្បីទាញយកកម្មវិធី shop ឥឡូវនេះ